សូមជូនរឿងក្មេងស្រីនឹងក្រមាវេទមន្តនៅលើបឹងទន្លេសាបមានភូមិដ៏ស្ងប់ស្ងាត់មួយអណ្ដែតលើផ្ទៃទឹកប្រពេញទៅដោយអ្នកនេសាទនិងក្មេងៗជាច្រើនរស់នៅទីនេះក្មេងស្រីតូចមួយឈ្មោះស្រីពៅនាងរស់នៅជាមួយយាយសុវណ្ណយាយសុវណ្ណជាមនុស្សល្អនិងជាអ្នកមើលថែស្រីពៅយាយសុវណ្ណបានផ្ដល់ក្រមាឲ្យស្រីពៅមួយគាត់ប្រាប់ថាក្រមានេះពោរពេញដោយក្តីស្រឡាញ់ពីគ្រួសារនិងក្រមានេះនឹងអាចជួយនាងបាននៅពេលមានបញ្ហាអ្វីមួយក្រោយពីយាយសុវណ្ណនិយាយរួចនាងស្រីពៅញញឹមយ៉ាងរីករាយដោយក្តីពេញចិត្តស្រីពៅនិងវណ្ណាលេងលើទូកតូចៗពួកគេសើចសប្បាយជាមួយគ្នានិងក្មេងៗដទៃជាច្រើននាក់ភ្លាមនោះមេឃចាប់ផ្ដើមងងឹតខ្យល់បានបក់ខ្លាំងប្រជាជនមើលមេឃដោយការព្រួយបារម្ភខ្យល់បក់ខ្លាំងបោកទូកឲ្យឆ្ងាយពីគ្នាហើយទឹករលកធំក៏កើតឡើងជាខ្លាំងស្រីពៅមានអារម្មណ៍ភ័យខ្លាចណាស់ទូកចាប់ផ្ដើមអណ្ដែតចេញឆ្ងាយពីគ្នាខ្លះហៅគ្នាលេងឮស្ថានភាពកាន់តែគ្រោះថ្នាក់ខ្លាំងស្រីពៅបានចងចាំពាក្យយាយនាងកាន់ក្រមាយ៉ាងរឹងមាំនាងសម្រេចចិត្តធ្វើអ្វីមួយស្រីពៅយកក្រមាចងទូកមួយទៅនឹងទូកផ្សេងទៀតខ្យល់បក់ខ្លាំងប៉ុន្តែនាងមិនបោះបង់ប្រជាជនចូលរួមជួយពួកគេចងទូកជាមួយគ្នាសាមគ្គីធ្វើឲ្យពួកគេមានកម្លាំងព្យុះបក់ខ្លាំងទឹករលកធំបោកទូកប៉ុន្តែទូកនៅជាប់គ្នាយ៉ាងរឹងមាំស្រីពៅនិងវណ្ណាកាន់ខ្សែយ៉ាងរឹងមាំពួកគេមិនភ័យទៀតទេពួកគេចេះជួយគ្នាក្រោយមកភ្លៀងចាប់ផ្ដើមស្ងប់ពន្លឺព្រះអាទិត្យបញ្ចេញតាមពពកអ្នកភូមិមានក្តីសង្ឃឹមវិញទឹកស្ងប់ស្ងាត់វិញទូកទាំងអស់នៅជាប់គ្នាយាយសុវណ្ណញញឹមដោយមោទនភាពគាត់អោបស្រីពៅយ៉ាងកក់ក្ដៅដោយក្តីស្រឡាញ់បានការពារភូមិនៅល្ងាចនោះភូមិប្រារព្ធទី1ពន្លឺភ្លើងភ្លឺចែងចាំងលើទឹកស្រីពៅមានអារម្មណ៍មោទនភាពស្រីពៅយល់ថាក្រមាមិនមែនត្រឹមតែជាកណុតធម្មតាទេវាជានិមិត្តរូបនៃក្តីស្រឡាញ់និងប្រាជ្ញាផងដែរយប់នោះភូមិស្ងប់ស្ងាត់ផ្កាយភ្លឺលើមេឃទឹកបឹងភ្លឺចែងចាំងយ៉ាងស្រស់ស្អាតចាប់ពីថ្ងៃនោះមកក្នុងភូមិរស់នៅដោយសុវត្ថិភាពនិងសុខសប្បាយស្រីពៅបានយល់ថាក្រមានឹងអាចជួយឲ្យយើងដោះស្រាយបញ្ហាភ្លាមបានរឿងនេះបានដល់ទីបញ្ចប់សូមអរគុណ